បាក់មួយទើបត្រូវការអ្នកមានសមត្ថភាពដូចអ្នកជាបន្ទាន់ចុះពួកលោកចង់យ៉ាងម៉េចហ្នឹងព្រឹកស្អែកម៉ោង9មកទីក្រុងជាងសាកល្បងមើលទៅឲ្យតែអ្នកអាចធ្វើបានប្រាក់ខែរាប់លាននិងតំណែងជាអ្នកជំនាញជាន់ខ្ពស់គឺប្រគល់ឲ្យអ្នកទាំងអស់ខ្ញុំគ្មានសញ្ញាបត្រទេសម្រាប់ការងារនេះសមត្ថភាពពិតទើបជាសញ្ញាបត្រសម្បត្តិយន្តហោះថ្នាក់កិត្តិយសហោះទៅទីក្រុងជាងខ្ញុំបានកក់ទុកឲ្យអ្នករួចរាល់ហើយព្រឹកស្អែកម៉ោង6នឹងមានឡានពណ៌ខ្មៅមួយគ្រឿងទៅចាំអ្នកនៅខាងក្រោមផ្ទះបើអញ្ចឹងសាកល្បងទៅមើលទៅលោកគ្រូចៅអញ្ជើញមិនដឹងថាការមកលើកនេះវាសមនឹងមកឬអត់ទេលោកគ្រូចៅដល់ហើយកន្លែងនេះមើលទៅមិនអន់ទេលោកគ្រូចៅខ្ញុំគឺប្រធានលីនយប់មិញពួកយើងបានទូរស័ព្ទនិយាយគ្នាពេលវេលាមានកំណត់ឯភារកិច្ចក៏ធ្ងន់ធ្ងរពួកយើងចូលទៅខាងក្នុងសិនទៅអាម៉ាស៊ីនធំមួយនេះគឺជាម៉ាស៊ីនស៊េរីថ្មីបំផុតមែនទេមើលទៅពិតជាលុយមែនប្រធានវិស្វករចៅនាំមនុស្សមកដល់ហើយប្រធានលីននេះហើយគឺជាអ្នកដែលលោកសុំទាំងយកការពីយប់មិញតតែយកពីខាងត្បូងមកឲ្យបាននោះអាអ្នកបញ្ជាកម្រិតទេពដែលថាមុខនឹងគឺម្នាក់នេះហោះត្រឹមអ្នកបើកអេស្កាវ៉ាទ័រម្នាក់សោះឲ្យមកប៉ះគ្រឿងចាក់តម្លៃ250លានរបស់យើងនឹងបណ្ឌិតស៊ូទិន្នន័យរបស់ជាងចៅនៅការដ្ឋានតំបន់ខាងត្បូងអ្នកក៏បានឃើញរួចហើយដែរទិន្នន័យស្អីគេពេលម៉ាស៊ីនទាំងម្ដងកាលវាក៏មានប្រតិកម្មបែបនឹងដែរពេលនេះយើងកំពុងខ្លាញ់ធ្វើតំបន់គ្រោះថ្នាក់នៃស្ពានឆ្លងទន្លេភាគនិរតីណាថ្មខាងក្រោមនឹងស្រួយដូចនំអញ្ចឹងប៉ះតែបន្តិចគឺបាក់ស្រុតហើយគាត់សំបីតែប៊ូតុងអរបរទេសនៅលើម៉ាស៊ីននេះក៏ស្គាល់មិនអស់ផងឲ្យគាត់មកណែនាំពួកយើងត្រូវហើយអ្នកបើកឡានដឹកដីដឹងស្អីពីបច្ចេកវិទ្យាខ្ពស់ទៅនេះវាច្បាស់ជារឿងលេងសាច់ហើយនាំតែរំខានដល់ដំណើរការទេសសាកល្បងទេជាងចៅគុំប្រកាន់អីក្មេងទាំងនេះសុទ្ធតែទើបត្រឡប់មកពីបរទេសនិយាយស្ដីត្រង់បន្តិចហើយប៉ុន្តែអ្វីដែលពួកគេនិយាយក៏មិនខុសដែរគ្រឿងចាក់មួយនេះពិតជាមិនមែនជាប្រភេទដែលលោកធ្លាប់ប្រើនៅការដ្ឋាននោះទេតើលោកមានទំនុកចិត្តទេម៉ាស៊ីនទំនើបយ៉ាងណាក៏ត្រូវតែមានអ្នកបញ្ជាដែរឲ្យខ្ញុំសាកមើលទៅដឹងហើយអ្នកចាក់ដីនេះមិនត្រូវទេលោកនិយាយថាម៉េចភ្នំសិប្បនិមិត្តដែលពួកអ្នកចាក់នេះវារឹងពេកហើយនៅតំបន់ព្រៃភ្នំជ្រៅភាគនិរតីដីខាងក្រោមគឺមានស្រទាប់ទន់និងស្រទាប់រឹងឆ្លាស់គ្នាហើយនៅខាងក្នុងមានលីឡំដោយភក់និងថ្មទៀតផងម៉ាស៊ីនពួកអ្នកឥឡូវនេះកាយបានរលូនល្អណាស់នោះក៏ព្រោះតែភាពទន់និងរឹងរបស់ភ្នំសិប្បនិមិត្តនេះវាស្មើគ្នាបន្តិចទៀតបើសិនជាកង់ច្រវាក់ខាងក្រោមផុងចូលក្នុងរណ្ដៅភក់ម៉ាស៊ីនអ្នកច្បាស់ជាក្រឡាប់ភ្លាមមិនខាននិយាយផ្ដេសផ្ដាសនេះជាលទ្ធផលដែលក្រុមអ្នកជំនាញក្រៅស្រុករបស់យើងកាន់ងារតាមកុំព្យូទ័រកំពូលណាលោកឯងយល់ថាម៉ូដែលកុំព្យូទ័រជាស្អីទេដឹងថារ៉ាដាភូមិសាស្ត្រជាស្អីអត់ខ្ញុំមិនចេះកុំព្យូទ័រទេតែខ្ញុំជីកភ្នំ10ឆ្នាំហើយដីភ្នំទៅជាដីរស់វាមានខ្យល់ដង្ហើមនៅខាងក្នុងតែពួកនាងបែរជាចាត់ទុកវាជាដីងាប់ទៅវិញលោកអគ្គនាយកចៅខ្ញុំស្នើឲ្យដេញគេចេញភ្លាមទៅគម្រោងឆ្លងទន្លេនេះផ្អាកកន្លះខែហើយយើងគ្មានពេលមកស្ដាប់កម្មករស្ម័គ្រចិត្តដែលមេការហៅមកនិយាយរឿងអត់ប្រយោជន៍ទេការសាកល្បងទី1នឹងចាប់ផ្ដើមឥឡូវនេះខ្ញុំនឹងបញ្ជាក់ប្រាប់លោកថារ៉ាដាបច្ចេកវិទ្យាខ្ពស់របស់យើងគឺពិតជាគ្មានបញ្ហាទេយកផែនការរបស់ពួកនាងទៅបើកម៉ាស៊ីនសាកល្បងសិនទៅគ្រប់ផ្នែកទាំងអស់សូមប្រុងប្រៀបបើកម៉ាស៊ីនបើករ៉ាដាបន្ថយល្បឿនបន្តិចឃើញទេនេះហើយជាបច្ចេកវិទ្យាខ្ពស់បទពិសោធន៍តាមបែបបុរាណរបស់លោកឯងវាគ្មានតម្លៃអីបន្តិចសោះរ៉ាដារបស់ខ្ញុំអាចមើលធ្លុះដីជម្រៅ10ម៉ែត្រចុះភ្នែកលោកឯងអាចទេសូមកត់ត្រាទុកឯងកែឈួតស្អីទៀតហើយហ្នឹងខាងក្រោមច្រវាក់ខាងស្ដាំប្រហោងអស់ហើយម៉ាស៊ីនកំពុងផ្អៀងទៅស្ដាំហើយបើមិនឈប់ទេវានឹងក្រឡាប់ឥឡូវហើយនិយាយផ្ដេសផ្ដាសរ៉ាដាបង្ហាញថាខាងមុខសុទ្ធតែថ្មដូចគ្នាបើឯងហ៊ានមករំខានទៀតខ្ញុំនឹងដេញឯងចេញមិនខានគិតមិនទៅក្បាលបង្វិលកងបាត់ហើយអ៊ីត្រូលីកខាងស្ដាំក៏លេចប្រេងដែរមានរឿងអីហ្នឹងរ៉ាដាមិនក៏ខុសអញ្ចឹងឆាប់ឈប់ទៅកុំព្យូទ័រគៀងបាត់ហើយហ្វ្រាំងក៏ជន់លេងស៊ីដែរបាក់ដីហើយឆាប់រត់ទៅចប់ហើយឧបករណ៍តម្លៃ200លានត្រូវខ្ទេចអស់ហើយក្រុមសង្គ្រោះកន្លែងពិសោធន៍បាក់ដីហើយឆាប់មកទីនេះលឿនឡើងចេញឲ្យឆ្ងាយទៅមិនក៏របស់ញញៃអស់នេះគ្មានប្រយោជន៍អញ្ចឹងចាំអញបង្រៀនអញពីរបៀបកាយដីលោកធ្វើអីហ្នឹង
គេចង់ធ្វើអីហ្នឹងគេឈួតហើយមែនទេកុំភ័យអីខ្ញុំមានអារម្មណ៍ថាដីកំពុងកម្រើកម៉ាស៊ីនក៏កំពុងញ័រដែរត្រូវហើយគឺនៅត្រង់នេះឯងរ៉ាដាទម្លុះដីហើយម៉ាស៊ីនអត់ខូចទេចំណុចងឹតរបស់វាត្រូវគេទប់ជាប់ហើយមិនបាច់ប្រើរ៉ាដាហើយក៏មិនបាច់មើលអេក្រង់កុំព្យូទ័រដែរឯងចំណាយពេលមិនដល់30វិនាទីផងគ្រាន់តែពឹងលើអារម្មណ៍ដៃក៏ដឹងថាធ្នូមួយណានៅក្រោមដីអាចទប់កម្លាំងបានហើយប្រើប៉ែមួយទប់វាជាប់តែម្ដងបើដីវាកំពុងទប់កម្លាំងអារម្មណ៍ដៃពេលដងបញ្ជីលោតមកវិញគឺមិនដូចគ្នាទេម៉ាស៊ីននឹងប្រាប់ឯងថាខាងក្រោមមានស្ថានភាពបែបណាស្ដាប់បានទេវាគឺជាភ្នែករបស់ឯងនេះហើយជាមនុស្សស្រ័យដែលឯងថានេះហើយជារឿងឥតបានការដែលឯងនិយាយហ្នឹងបើថ្ងៃនេះនៅលើច្រាំងចោតនៃភាគនិរដីរ៉ាដាកញ្ចាស់របស់ឯងនេះពួកយើងរាប់សិបអ្នកច្បាស់ជាត្រូវយកទៅឲ្យត្រីស៊ីមិនខានរៀនសៀវភៅបរទេសបានប៉ុន្មានឆ្នាំសូម្បីតែជំនាញដូនតាក៏មើលងាយស្ទើរតែបំផ្លាញឧបករណ៍តម្លៃ200លានរបស់ក្រុមហ៊ុនទៅហើយលោកគ្រូចៅខ្ញុំតំណាងឲ្យក្រុមហ៊ុនហ៊ូហ៊ីជីវជាសូមទទួលកំហុសចំពោះលោកយប់មិញបានមើលទិន្នន័យរបស់ឯងនៅការដ្ឋានតំបន់ខាងត្បូងមុននេះខ្ញុំនៅសង្ស័យតែឥឡូវខ្ញុំសូមសរសើរហើយដៃលោកស្ទាបដឹងពីគ្រោះថ្នាក់ច្បាស់ជាងរ៉ាដាតម្លៃរាប់លានរបស់យើងទៅទៀតចេញលិខិតតែងតាំងកម្រិតខ្ពស់បំផុតរបស់ក្រុមហ៊ុនភ្លាមលុបចោលលក្ខខណ្ឌសញ្ញាបត្រទាំងអស់ហើយមិនបាច់ឆ្លងកាត់ការប្រឡងអ្វីទាំងអស់សមិទ្ធចៅធាចាប់ពីថ្ងៃនេះទៅក្រុមហ៊ុនសូមតែងតាំងលោកជាអ្នកជំនាញគ្រឿងចក្រធុនធ្ងន់ប្រចាំក្រុមហ៊ុនហ៊ូស៊ីជាករណីពិសេសលោកនឹងទទួលបានប្រាក់បំណាច់អ្នកជំនាញកម្រិតពិសេសប្រាក់ខែរាប់លានក្នុងមួយឆ្នាំបូករួមទាំងប្រាក់ចំណាយពីគម្រោងនៅចុងឆ្នាំមានរថយន្តផ្ទាល់ខ្លួននិងក្រុមការងារឯករាជ្យមួយតើពេលណាត្រូវទៅជួបមុខភាគនិរដីយន្តហោះពិសេសកំពុងរងចាំនៅប្រលានយន្តហោះឲ្យតែលោកត្រៀមខ្លួនរួចរាល់អាចហោះហើរបានគ្រប់ពេល10 ឆ្នាំហើយពីកម្មករសំណង់ធម្មតាម្នាក់ខ្លាយជាជាងបើកអេសកាវ៉ាទ័រពីមនុស្សដែលគេមើលងាយខ្លាយជាអ្នកជំនាញកម្ពុជាផ្លូវមួយនេះគឺខ្ញុំជាអ្នកជីកវាដោយផ្ទាល់ដៃលោកគ្រូចៅលក្ខខណ្ឌនៅតំបន់ភ្នំជ្រៅភាគខាងត្បូងលំបាកណាស់ខោឲ្យលោកសាំអស់ហើយផ្លាស់វាចេញទៅយកឈុតនេះសឹមទៅលោកគ្រូចៅឲ្យជួយខ្ញុំផងផ្លូវនៅលើជ្រលងភ្នំមួយនោះគេសាងសង់អស់3ឆ្នាំហើយតែបែរជាមកជាប់ទាំងត្រង់ជំរាបភ្នំចុងក្រោយនេះប្រជាជនរាប់សែននាក់នៅកណ្ដាលភ្នំគេរំពឹងតែផ្លូវនេះមួយគត់ដើម្បីចេញទៅក្រៅលោកគ្រូចៅខាងមុខនោះគឺជាជ្រលងយំរីកហើយជំរាបភ្នំនេះខ្ពស់ពេកយើងចុះចតមិនបានទេអាចឈប់បានត្រឹមតែជំរំបណ្ដោះអាសន្ននៅពាក់កណ្ដាលភ្នំប៉ុណ្ណោះនេះហើយមែនទេជ្រលងយំរីកមិនចម្លែកទេដែលគេផ្អាកការងារលោកគ្រូចៅដែលគេបញ្ជូនមកមែនទេខ្ញុំជាអ្នកគ្រប់គ្រងគម្រោងនៅទីនេះខ្ញុំត្រកូលវាងលោកមកដល់ហើយគម្រោងនេះផ្អាកទាំងស្រុងហើយគ្មានអ្នកណាហ៊ានធ្វើទៀតទេមានរឿងអីនាំខ្ញុំទៅមើលខាងមុខបន្តិចទៅលោកគ្រូចៅមើលជញ្ជាំងថ្មនេះចុះវាផុយដូចនំកែកគឺអញ្ចឹងគ្រាន់តែម៉ាស៊ីនឡើងទៅដល់ថ្មវាលំធ្លាក់ចុះមកភ្លាមមើលកន្លែងបាក់ដីខាងមុខនោះចុះកាលពីសប្តាហ៍មុនគ្រឿងចាក់មួយគ្រឿងនោះគ្រាន់តែដួសមួយប៉ែជញ្ជាំងថ្មក៏បាក់ចុះមកទាំងមនុស្សទាំងឡានក្រឡាប់ធ្លាក់ចូលក្នុងទន្លេអស់រលីងកន្លែងយំរីកបារម្ភនេះវាស៊ីមនុស្សពិតមែនពួកឯងនឹងនាំគ្នាមកចំរំធ្វើអីនៅទីនេះលោកគ្រូចៅនេះគឺលោកចាងជាប្រធានក្រុមប្រតិបត្តិការរបស់យើងនេះឬដែលឯងទន្ទឹងរង់ចាំថាជាជំនួយការនោះក្មេងខ្ចីរំមិនទាន់ដុសពេញផងថែមទាំងស្លៀកពាក់ឈុតអាវធំចុងក្រវ៉ាត់ទៀតស្មានថាមកទីក្រុងធំដើម្បីណាត់ជួបគ្នាឬអីនឹងហើយមើលទៅស្បែកខ្ចីមកខៃបែបនេះធ្លាប់កាន់ដងបញ្ជីម៉ាស៊ីនខ្លះដែរឬអត់បញ្ជូនអាមុខស្អាតមកឲ្យស្លាប់ចោលឥឡូវខ្ញុំសួរឯងបន្តិចតើឯងបើកគ្រឿងចាក់បានប៉ុន្មានឆ្នាំហើយ10 ឆ្នាំ10 ឆ្នាំនឹងឬខ្ញុំបើកមក30 ឆ្នាំហើយកន្លែងយំរីកបារម្ភនេះសំបីតែខ្ញុំក៏មិនហ៊ានប៉ះពាល់ដែរលោកគ្រូចៅកុំប្រកាន់នឹងលោកចាំងអីគាត់មានចរិតបែបនឹងឯងមាត់រឹងតែចិត្តល្អទេចិត្តទុនជ្រាយគាត់កំពុងធ្វើអីហ្នឹងធ្វើពុតជានឹងណាអញថាឯងជីកអស់30 ឆ្នាំហើយអញ្ចឹងឯងគួរតែដឹងថាថ្មប្រហោងបែបនេះមិនអាចជីកដោយកម្លាំងបោកបានទេនិយាយផ្ដេសផ្ដាសអ្នកណាដែលមិនដឹងបញ្ហាគឺបើមិនជីកដោយ